សួរពុកម៉ែបងប្អូនខ្ញុំបានឈ្មោះខុនទ្រីយ៉ាងជាបុគ្គលិកបម្រើការងារនៅធនាគារគុកមីនសាខាអានសានថ្ងៃនេះខ្ញុំសូមធ្វើវីដេអូមួយទាក់ទងជាមួយនឹងការបង្កើតឬក៏ដំឡើងកម្មវិធី Internet Banking វាលុយតាមទូរស័ព្ទដោយខ្លួនឯងដោយបងប្អូនមិនចាំបាច់ជួយមកធនាគារចំពោះករណីដែលបងប្អូនណាដែលបានបាត់កម្មវិធីវាលុយតាមទូរស័ព្ទដូចជាការអាប់ដេតទូរស័ព្ទឲ្យបាត់ឬក៏ដូរទូរស័ព្ទជ្រុះទូរស័ព្ទបាត់អញ្ចឹងបងប្អូនអាចដំឡើងដោយខ្លួនឯងដោយមិនជួយមកធនាគារជាដំបូងយើងចូលកន្លែង login ចូលបើកកម្មវិធីនឹងដំបូងយើង login ធម្មតានៅពេលដែលបងប្អូនបាត់ certificate ឬក៏បាត់ឈ្មោះនៅកន្លែងនេះដូចរបស់ខ្ញុំឈ្មោះ country យើងគឺដំណើរការធម្មតាប៉ុន្តែបើបងប្អូនអត់ឃើញកន្លែងហ្នឹងគឺបងប្អូនអាចដំឡើងខ្លួនឯងបានដោយចុចយកពាក្យ ID login ដំបូងបងប្អូនប្រហែលជាចំពោះបងប្អូនដែលអត់ដឹងថា ID ខ្លួនសរសេរយ៉ាងម៉េចឬក៏មានលេខពីក្រោយឈ្មោះឬក៏យ៉ាងណាអញ្ចឹងបងប្អូនចូលកន្លែងរូបសញ្ញាកែវយឹតនេះគឺចុច ID show here បន្ទាប់មកបងប្អូនសរសេរឈ្មោះបងប្អូនពេញដោយមិនបាច់ដក clear ដូចឈ្មោះខ្ញុំជាដើមខ្ញុំដាក់គុណទ្រីអញ្ចឹងបន្ទាប់មកសរសេរលេខ6ខ្ទង់លេខនៅ ID card 6ខ្ទង់មុខ01នៅ6លេខនៅលើ ID card ដូច្នេះបងប្អូនចុច show here ហើយបងប្អូនសរសេរលេខកង់បងប្អូនចូលសរសេរលេខកង់ក្រោយមកក្រោយនេះគឺសរសេរលេខចម្ងាត់4ខ្ទង់ពេលបងប្អូនទៅដកលុយបន្ទាប់ពីសរសេរលេខចម្ងាត់4ខ្ទង់ហើយ confirm រួច hack in រួចហើយបងប្អូនអាចឃើញ ID show here ចុនខ្វាយនេះណាគឺ ID បងប្អូនគឺអាចឃើញនៅក្នុងកឡននឹងដូចគ្នាដូច្នេះពេលបងប្អូនរកឃើញ ID បងប្អូនអាចសរសេរទុកឬក៏កត់ចំណាំទៅព្រោះករណីខ្លះបងប្អូនខ្លះគាត់មានឈ្មោះហើយគាត់មានលេខក្រោយទៀតអាចឈ្មោះលេខ88ក្រេ9នេះជាដើមដូច្នេះដើម្បីឲ្យងាយយល់គឺបងប្អូនត្រូវកត់វាទុកហើយយើងចូល home ម្ដងទៀតហើយចុច login ចូល ID login ដែរrồiហើយបងប្អូនយកអាំហូខ្ចង់rồiហើយបងប្អូនយកមូរនិនកន្លែងរូបសញ្ញាសួរនេះយកមូរនិនខ្ចង់អ៊ូហើយបងប្អូនទៅសេ ID ដែលមាននៅក្នុងកឡោនដែលយើងទើបតែរកឃើញមិញហ្នឹងទៅចូលដល់មិនបាច់ដក clear ហើយ6ខ្ទង់មុខ ID card របស់បងប្អូនលេខ6ខ្ទង់ដំបូងហើយ hack in ហើយឥឡូវគឺឈ្មោះ ID ហើយខាងក្រោមគឺឈ្មោះបងប្អូនតាមយក ID card ហើយយើងចុច hack in ហើយជុលគឹមសិកគេឆាប៉ុនហោគឺលេខកង់លេខចម្ងាត់4ខ្ទង់rồiហើយបំពេញកាតខ្មៅគឺកាតសុវត្ថិភាពដែលមានលេខនៅពីក្រោយវាដូច្នេះខ្ញុំបំពេញលេខកាតខ្មៅសិន0 24 ហើយកន្លែង0 ជីចង់ហាលសាញងចាំអាំហូហ្នឹងគឺបងប្អូនដាក់ KB 2016ហើយខាងក្រោមដាក់ដូចគ្នា KB 2016ហើយ hack in រួច hack in ទៀតអូខេអញ្ចឹងរយៈពេលប្រហែលជា4នាទីមិញគឺយើងអាចរកឃើញលេខសម្ងាត់របស់ខ្លួនដោយបើករណីបងប្អូនផ្លេចលេខសម្ងាត់សញ្ញាចាំអាមហូ4ខ្ទង់2ដងហ្នឹងហើយករណីបងប្អូនផ្លេច ID card sorry ផ្លេចID ផ្ទាល់ខ្លួនរបស់បងប្អូននៅពេលដែលបងប្អូនទៅចុះឈ្មោះដូច្នេះយើងចុច login ម្ដងទៀតពេលនេះគឺយើងអាចចាប់ដើមដំឡើងនៅខ្លួនឯងបានដោយចុច ID ម្ដងទៀតហើយចុច
ID ដែលយើងទើបរកឃើញនៅខ្លួនឯងដោយសុវត្ថិភាពហ្នឹងព្រោះខ្ញុំបង្ហាញវិធីដំបូងហ្នឹងគឺជៀសវាងកុំឲ្យបងប្អូនភ្លេច password ឬក៏ភ្លេច ID ហ្នឹងនៅពេលដែលយើងព្យាយាម log in លើសពី3 ដងដោយខុសហ្នឹងគឺគេបិទកម្មវិធីយើងចោលដូច្នេះយើងទាមទារត្រូវទៅធនាគារម្ដងទៀតដូច្នេះដើម្បីសុវត្ថិភាពទើបខ្ញុំបង្ហាញវិធីដំបូងហើយបងប្អូនអាចធ្វើតាមវិធីហ្នឹងគឺយើងមានសុវត្ថិភាពដោយមិនខ្លាចខាងធនាគារគេ block account របស់យើងអញ្ចឹងខ្ញុំចុច country យើងហើយចុច password KB ដែលខ្ញុំទើបតែដាក់មិញ KB 2016ហើយ login យើងយក refuse ទៅ refuse ហើយយើងចុច change menus ឬក៏យើងចុចសញ្ញាព្រួយត្រឡប់ក៏បានដែរឬក៏ចុច home ក៏បានធ្វើយ៉ាងណាគឺរកចុចកន្លែង home ក៏បានគឺបងប្អូនរកកន្លែង engine center ប៉ុន្តែ engine center គឺនៅក្នុងកន្លែង change menu នឹងចំពោះករណីដែលទូរស័ព្ទដែលលោកអ្នកដែលប្រើកម្មវិធីដែល update យើងចុច change menu ហើយយកពាក្យ engine center នៅកន្លែងគៀនខាងឆ្វេងលើកខាងលើនេះគឺ engine center ចុច engine center ចុចយកខាងលើគេជេផាល់គឹមហើយបងប្អូនថិចមួយហើយបំពេញ ID card គឺមាន6ខ្ទង់មុខនិង7ខ្ទង់ក្រោយដូច្នេះបងប្អូនបំពេញចុចដោយចុចចន្លោះទី1បំពេញ6ខ្ទង់មក9101 10គុតហើយចន្លោះទី2ចុចទៅវាលោតមកផ្ទាំងអញ្ចឹងយើងចុចយកតែម្ដងបាទបន្ទាប់ពីបំពេញលេខ ID ហើយយើងhack in ហើយយើងឃើញលេខសញ្ញារូបទូរស័ព្ទយើងចុចយកសញ្ញាពណ៌ក្រហមរូបទូរស័ព្ទនេះហើយយើងឃើញលេខទូរស័ព្ទរបស់យើងគឺលេខ01072នេះគឺលេខរបស់ខ្ញុំ01072646685តែគេដាក់តាប្រហែលខ្ទង់ឲ្យដឹងព្រោះពេលយើងចុចលើលេខហ្នឹងគឺគេតែមកដើម្បីបញ្ជាក់ហើយយើងឃើញលេខលេខ2ខ្ទង់នៅពេលដែលយើងឃើញលេខណាពេលគេតែមកលេខហ្នឹងគឺយើងចុចទទួលហើយគេនិយាយផ្ទៀងឈ្មោះប៉ុន្តែករណីនេះគឺគេតែមកលេខទូរស័ព្ទខ្ញុំផ្សេងដោយសារខ្ញុំដំឡើងមួយទូរស័ព្ទមួយទៀតណាដូច្នេះខ្ញុំចុច06ចូលហើយខ្ញុំបិទវិញខ្ញុំអាច hack in បានណាតែករណីបងប្អូនគឺគេតែមកលេខទូរស័ព្ទបងប្អូនតែម្ដងហើយចុចឃើញលេខ2ខ្ទង់ហ្នឹងហើយសូមម្ដងចង់និយាយថាពេលឃើញលេខ2ខ្ទង់ហ្នឹងអាចលេខ0200ឬក៏9គួតអីជាដើមគេតែមកបងប្អូនចុចទទួលហើយចុចលេខនឹងចូលរួចបិទវិញហើយចុច hack in តទៅពី hack in មកខាងលើនេះគឺបំពេញលេខកង់4លេខកង់របស់យើងលេខ14ខ្ទង់01ហើយលេខសម្ងាត់4ខ្ទង់តទៅពីលេខសម្ងាត់4ខ្ទង់មកកន្លែងនេះគឺជាលេខ Pro Uncard គឺលេខសុវត្ថិភាពបងប្អូនខ្លះប្រហែលជាអត់ទៅស្គាល់ថាប្រពេញកន្លែងណាបងប្អូនអាចមើលទៅកន្លែងនេះបានគឺលេខសុវត្ថិភាពនៅពេលដែលបុគ្គលិកគេឲ្យមកគឺមានទម្រង់ជាបែបនេះពេលបងប្អូនបកវាចេញគឺ4ខ្ទង់ចុងក្រោយនេះកន្លែងសញ្ញាព្រួយបាញ់មកនេះគឺ789គត់ឧទាហរណ៍ណាបងគឺ789គត់អញ្ចឹងបកកាតបងប្អូនអាចមានលេខផ្សេងដាក់4លេខនឹងចុងក្រោយខ្ញុំបិទចោលសិនចូលកម្មវិធីអញ្ចឹងករណីកាតខ្ញុំ4ខ្ទង់ចុងក្រោយគឺខ្ញុំដាក់បាទខ្ញុំពេញ4ខ្ទង់ហើយបំពេញលេខកាតសុវត្ថិភាព4ខ្ទង់ចុងក្រោយនេះដូចគ្នាសូមបញ្ជាក់ម្ដងទៀតគឺគេឲ្យក្បាលកូដឧទាហរណ៍ថានៅលើនេះគេឲ្យលេខ1កន្លែង01នេះយើងនៅក្នុងកាតខ្មៅយើងរកលេខនៅក្នុងខ្សែពណ៌ប្រផេះនេះយើងនេះកន្លែងលេខ1នេះយើងយក2ខ្ទង់មុខហើយនៅកន្លែងក្បាលកូដទី2គេឧទាហរណ៍ថាគេឲ្យ02យើងនៅក្នុងខ្សែពណ៌ប្រផេះដូចគ្នាយើងរកនៅក្នុងនេះគឺលេខ2នេះក្រោយលេខ2មាន2ខ្ទង់អញ្ចឹងយក2ខ្ទង់ក្រោយវិញគឺយក89អញ្ចឹងមានន័យថា2ខ្ទង់មុខ2ខ្ទង់ក្រោយ
នៅត្រង់ក្បាលកូដទី1ក្បាលកូដទី2ដូច្នេះយើងចុចចំពោះកាតខ្ញុំ11ក្បាលកូដ11អញ្ចឹងនៅក្នុងខ្សែ Powerpass ខ្ញុំរកលេខ11ហើយខ្ញុំចុចពីខ្ទង់ដំបូងគេគឺខ្ញុំដាក់84ហើយក្បាលកូដទី2 24ខ្ញុំរកនៅក្នុងខ្សែ Powerpass គឺលេខ24ហើយរកលេខ4ខ្ទង់ចុងក្រោយហ្នឹងគឺខ្ញុំដាក់2លេខចុងក្រោយ24ខ្ញុំដាក់រួចហើយ confirm ហើយ hack in ហើយខ្ញុំពេញលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំដំឡើងហ្នឹង010 72 64 66 85ហើយគាត់ hack in ហើយក្នុងនេះគឺលេខសម្ងាត់ដែលយើងបង្កើតដោយផ្ទាល់មានន័យថាលេខសម្ងាត់ហ្នឹងគឺ10ខ្ទង់យ៉ាងតិចហើយ10ខ្ទង់ហ្នឹងគឺត្រូវមានអក្សរលេខហើយនិងសញ្ញាឧទាហរណ៍ថាបងឈ្មោះតារាអញ្ចឹងបងអាចសរសេរឈ្មោះតារាចូលហើយសរសេរលេខសម្ងាត់4ខ្ទង់របស់បងចូលហើយដាក់សញ្ញាដុល្លារឬទ្រង់ជួបទៅបូកចូលគ្នាគឺបានជាលេខសម្ងាត់អញ្ចឹងពេលបង log in ចូលកម្មវិធីហ្នឹងគឺប្រើលេខសម្ងាត់ហ្នឹងបានហើយចំពោះខ្ញុំដាក់លេខសម្ងាត់តខ្លួនរបស់ខ្ញុំដែលមានអក្សរមានលេខមានសញ្ញាបូកចូលគ្នាគឺ10ខ្ទង់ឡើងលើបន្ទាប់ពីខ្ញុំបង្កើតមកគឺអាខាងលើដូចគ្នាចុចខាងលើខាងក្រោមគឺដូចគ្នាណាគឺគេផ្ទៀងម្ដងទៀតចឹងបងប្អូនចុចហើយគឺយើងអាចដំឡើងបានដោយជោគជ័យដូច្នេះពេលខ្ញុំដំឡើងបានពេលខ្ញុំចុច log in ពេលខ្ញុំ log in ចូលគឺឃើញID របស់ខ្ញុំហើយគឺឃើញ certificate engine center របស់ខ្ញុំអាចប្រើបានណាគឺខ្ញុំមាន2ខ្ញុំអាចដំឡើងប្រើបានធម្មតាហើយចុច password នេះគឺ password ដែលខ្ញុំទៅបង្កើតមិញចុចលើឈ្មោះហ្នឹងទៅហើយចុចមានអក្សរមានលេខអីជាដើមហ្នឹងគឺជា password របស់ខ្ញុំហើយខ្ញុំអាច log in ប្រើបានធម្មតានេះសូមអរគុណបងប្អូនចំពោះការយកទៅទុកដាក់ស្ដាប់មើលវីដេអូនេះហើយនឹងបងប្អូនអាចមានសំណួរអាចតាក់ទងសួរខ្ញុំបាទបានសូមអរគុណ